Sudah này tengok ni cái này nhom bịt chỉ miền đây sờ bài đi mình tên đâyលោកគ្រូបានផ្ដល់ឱកាសអញ្ចឹងថ្ងៃនេះខ្ញុំនឹងលើកយកពីតួអង្គព្រះពុទ្ធតើមេរៀនអ្វីខ្លះដែលអស់លោកលោកស្រីបានរៀនពីតួអង្គព្រះពុទ្ធអញ្ចឹងមេរៀន3ដែលខ្ញុំបានរៀនពីតួអង្គព្រះពុទ្ធគឺ1រស់នៅក្នុងបច្ចុប្បន្នភាពទ្រង់បានបង្រៀនថានៅពេលដែលយើងរស់នៅក្នុងបច្ចុប្បន្នភាពយើងទំនោរជាមានសេចក្តីសុខពីព្រោះអនាគតកាលនឹងបច្ចុប្បន្នកាលអនាគតកាលនិងអតីតកាលយើងពិតជាមិនអាចគ្រប់គ្រងបានទី2ការរស់នៅប្រកបដោយមេត្តាទ្រង់បង្រៀនថានៅពេលដែលអស់លោកលោកស្រីរស់នៅដោយក្តីមេត្តាការចែករំលែកនោះប្រទេសរបស់យើងនឹងពោពេញទៅដោយសន្តិភាពនិងក្តីស្រឡាញ់ទី3ការទទួលស្គាល់អ្វីៗនៅលើโลกនេះគឺមិនទៀងណាស់នៅពេលដែលយើងទទួលស្គាល់នោះយើងប្រកាសជារស់នៅប្រកបដោយសบายចិត្តទោះបីជាមានរឿងអ្វីកើតឡើងក៏យើងទទួលយកអញ្ចឹងជាចុងក្រោយខ្ញុំសង្ឃឹមថាអស់លោកលោកស្រីនឹងរស់នៅប្រកបដោយមេត្តាហើយនឹងចែករំលែកចេះចែករំលែកនៅក្តីស្រឡាញ់ជូនចំពោះមនុស្សជុំវិញខ្លួនយើងសូមអរគុណ